ទីក្រុងឆើតឆាយហេតុអ្វីខ្ញុំនឹកស្រុកសម្រាប់ពេលរាត្រីដែលអមដោយភ្លើងពណ៌ចម្រុះនៅរាជធានីភ្នំពេញវាហាក់បង្ហាញអំពីសោភ័ណភាពនិងសម្រស់ដ៏ស្រស់ស្អាតនិងជាទីកន្លែងដ៏សប្បាយរីករាយសម្រាប់អ្នកមានប្រាក់ធនធានពេលរាត្រីនៅមាត់ទន្លេចំណូលត្រជាក់អាគារតូចធំខ្ពស់ស្កឹមស្កៃពន្លឺភ្លើងពណ៌លម្អរចនាគួរជាទីគយគន់ស្ពានឆ្លងទន្លេលម្អដោយភ្លើងពណ៌ចម្រុះហើយមានស្ពានដែលមានភ្លើងលម្អបង្ហាញអំពីទង់ជាតិនៃប្រទេសកម្ពុជាសួនច្បារតាមដងផ្លូវរំលេចពណ៌បៃតងនិងផ្កាចម្រុះពណ៌រីឯទឹកទន្លេមានទូកកំសាន្តជាច្រើនដែលលម្អដោយភ្លើងនិងដឹកភ្ញៀវលេងកំសាន្តតាមដងទន្លេសម្រាប់ទីក្រុងអ្នកពិតជាស្អាតណាស់តែហេតុអ្វីបេះដូងនឹងចិត្តរបស់ខ្ញុំបែរជាស្រមៃថាពេលនេះថ្មើរនេះប្រសិនបើនៅស្រុកមានលោកទាំងពីរនៅក្បែរមិនដឹងជាកក់ក្ដៅនិងសប្បាយរីករាយប៉ុណ្ណាទេខ្លួននៅទីក្រុងតែអារម្មណ៍បែរជានៅស្រុកកំណើតនឹកឃើញម្ហូបឆ្ងាញ់ឆ្ងាញ់បែបស្រុកស្រែសម្លកកូរសម្លសម្លក់បន្លែបេះថ្មីថ្មីស្លប្រហើរត្រីអាំងចុចទឹកម្ជូរក្តាមខ្យងជាដើមនេះហើយជារសជាតិដែលខ្ញុំមិនអាចបំភ្លេចបានការរស់នៅស្រុកកំណើតជួបជុំឪពុកម្ដាយបងប្អូនគឺជាភាពកក់ក្ដៅនិងសប្បាយរីករាយបំផុតហើយក៏គិតថាគ្មានកន្លែងណាដែលកក់ក្ដៅនិងសប្បាយរីករាយជាងស្រុកកំណើតរបស់ខ្លួនដែរតែយ៉ាងណាឆាកជីវិតត្រូវតែតស៊ូខ្ញុំជាកូនកសិករមកពីស្រុកស្រែចម្ការផ្ញើខ្លួននៅដីក្រោយព្រោះតែជីវភាពទើបតម្រូវឲ្យកូនឃ្លាតឆ្ងាយពីស្រុកមករកការងារធ្វើនៅរាជធានីភ្នំពេញក្រែងបានប្រាក់ចំណូលជួយផ្គត់ផ្គង់ដល់ឪពុកម្ដាយនៅឯស្រែខ្ញុំនៅមានផ្ទះដែលនៅរងចាំមានម៉ែចាស់ពុកចាស់ដែលកម្លាំងរបស់លោកមានការថយចុះតែលោកនៅតែទ្រាំនឹងខំធ្វើការជារៀងរាល់ថ្ងៃរាល់ខែដែលខ្ញុំផ្ញើលុយទៅផ្ទះគឺជាដំណក់ញើសឈាមនិងភាពនៃការអត់ធ្មត់របស់ខ្ញុំនៅទីក្រុងនេះហើយពេលខ្លះមានអារម្មណ៍ថានឿយហត់ចង់បោះបង់ពេលខ្លះយំម្នាក់ឯងនៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតព្រោះតែសម្ពាធការងារឬការមើលងាយពីអ្នកជំវិញខ្លួនប៉ុន្តែនៅពេលដែលខ្ញុំលើកទូរស័ព្ទមកមើលរូបថតគ្រួសាររបស់ខ្ញុំឬគ្រាន់តែបានឮសំឡេងរបស់ម៉ែសួរថាកូនហូបបាយហើយឬនៅភាពនឿយហត់ទាំងឡាយហាក់ដូចជារលាយបាត់អស់ភ្លាមខ្ញុំត្រូវតែរឹងមាំដើម្បីគ្រួសារដែលនៅឯស្រុកតាមពិតទីក្រុងនេះហើយគឺបង្រៀនឲ្យខ្ញុំស្គាល់អំពីតម្លៃនៃការតស៊ូទោះបីជាមេឃស្រទុំមេឃភ្លៀងទឹកជន់លិចផ្លូវយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែតស៊ូនិងដើរទៅមុខជានិច្ចខ្ញុំមិនដែលភ្លេចគោលដៅរបស់ខ្ញុំនិងក្តីប្រាថ្នារបស់ខ្ញុំឡើយខ្ញុំមកទីនេះមិនមែនដើម្បីចាញ់ឬបោះបង់នៃគោលដៅនោះទេប៉ុន្តែដើម្បីយកភាពជោគជ័យត្រឡប់ទៅសាងសុភមង្គលនៅឯស្រុកកំណើតជូនក្រុមគ្រួសាររបស់ខ្ញុំវិញរាល់យប់ដែលនឹកផ្ទះខ្ញុំក៏ស្រមៃឃើញអំពីឪពុកម្ដាយក្រុមគ្រួសារលោកគឺជាកម្លាំងចិត្តដែលរុញច្រានឲ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងជាងមុនហើយក៏សង្ឃឹមថាថ្ងៃណាមួយក្តីស្រមៃនឹងបានក្លាយជាការពិតខ្ញុំនឹងវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញទៅទីកន្លែងដែលមានអ្នកមានគុណរងចាំក្រុមគ្រួសារកំពុងរងចាំខ្ញុំដោយក្តីស្រឡាញ់ខ្លាំងបំផុតលោកពុកអ្នកម៉ែកូនម្នាក់នេះសន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យក្រុមគ្រួសាររបស់យើងបានសុខសប្បាយមានជីវភាពធូរធារហើយសន្យាថានឹងនាំលោកទាំងពីរដើរលេងកម្សាន្តនៅតាមទីរមណីយដ្ឋាននានាធ្វើឲ្យលោកសប្បាយចិត្តរងចាំកូនណាកូននឹងត្រឡប់ទៅស្រុកវិញសូមឲ្យលោកឪពុកអ្នកម្ដាយមានសុខភាពល្អ
និងសូមឲ្យខ្ញុំសម្រេចបាននៅបំណងប្រាថ្នាមួយនេះជីវិតត្រូវតែតស៊ូគ្មានជោគជ័យណាដែលបានមកដោយឯងឯងទេ